សនាគ្នានេះព្រឹកបន្ទាប់ដែលខ្ញុំស្នាក់នៅភេជ្ជបុត្ររដ្ឋ Pennsylvania ណាអ្នកគ្នាពេលព្រឹកឡើងពួកយើងក៏បានទៅហាងកាហ្វេមួយកន្លែងដើម្បីញ៉ាំ breakfast ដោយសារតែ portion នៅនឹងវាធំពេកដូច្នេះហើយខ្ញុំជាមួយនឹងអ្នកគ្រូដែលគាត់ព្រៀងតិចណូខ្ញុំមកមួយគាត់ទៅក៏បាន share food ជាមួយគាត់ទៅយើងចំណាយតិចហើយយើងញ៉ាំឆ្អែតទៀតអានេះគឺមិត្តភក្តិរបស់ខ្ញុំគឺយើងបានមកកន្លែងញ៉ាំទៅជ្រុះជួបគ្នាអីអញ្ចឹងទៅក៏ surprise ដែរព្រោះដោយសារតែព្រឹកឡើងយើងអត់ដឹងតាណាទេយើងក៏របៀបថាដើរនៅចិត្តនឹងអីអញ្ចឹងទៅហើយពេលព្រឹកព្រលឹមចេះគឺមនុស្សអ៊ឺអមែនតែនទាំងឡានក្រុងទាំងផ្លូវអីខ្វាញ់ខ្វាច់មែនតែនអ្នកគ្នាដោយសារតែគេចេញទៅធ្វើការហើយនឹងក្មេងៗគាត់ទៅរៀនដែរអញ្ចឹងឃើញថាទិដ្ឋភាពនៅតាមទីក្រុងនេះមើលទៅមានជីវិតជីវ៉ាមែនតែនហើយអាកាសធាតុក៏អត់សូវល្ងាខ្លាំងដែរអ្នកគ្នាវាមានរៀងធ្លាក់ភ្លៀងតិចតួចអលឹមខ្លះដែរពេលខ្លះភ្លៀងពេលខ្លះអត់អញ្ចឹងទៅអ្នកគ្នាហើយអានេះយើងក៏រៀងថតសម្ដែងអីនៅចិត្តអាមេរិកដើម្បីដឹងច្បាស់ថាយើងមកដល់ទីក្រុងអាមេរិកអីអញ្ចឹងណាអ្នកគ្នាហើយខ្ញុំប្រៀនគាត់ថាគាត់ថតអីគឺគាត់អត់បានចុចទេអ្នកគ្នាអើយគឺខ្ញុំថតខ្លួនឯងដដែលហើយនេះគឺជាព្រឹកព្រលឹមញ៉ាំ breakfast អីហើយគឺស្រស់ស្រាយមែនតើអាកាសធាតុនៅនេះគឺខ្ញុំស្រឡាញ់អត់ក្តៅពេកអត់ល្ងាពេកទេហើយនេះបានថតលេងមួយគ្នានៅមកព្រឹកព្រលឹមយើងក៏បានដើរត្រឡប់ទៅវិញដើរទៅនឹងមេឃអលឹមសំណាងហើយខ្ញុំបានយកកម្មាមកទូហើយអ្នកគ្រូក៏មានឆាត់ទូដែរអញ្ចឹងអត់បានជ្រកជាមួយគ្នាទេហើយពួកយើងក៏បានចូលមកក្នុង mall មកកន្លែង mall នេះគឺមានលក់អីវ៉ាន់សពគ្រប់ដូចតែដូចនៅអ៊ីអនយើងដែរប៉ុន្តែវាអត់ធំដូចអ៊ីអនទេគ្រាន់តែមានរបស់អីវ៉ាន់ដែលយើងរបស់ញ៉ាំរបស់ប្រើប្រាស់អីមួយចំនួនតែអ្នកគ្នាអើយមិនបាច់លុកទេហើយអានេះខ្ញុំឆ្ងល់ថាចំនៅអាមេរិកនេះហាសំបីតលេក៏គេកັບសោដែរគឺអត់ដឹងទេមកពីវិទ្យាល័យថ្លៃពេកឬក៏យ៉ាងណាខ្ញុំអត់ដឹងអ្នកគ្នាប៉ុន្តែលេផ្សេងខ្ញុំគិតថាតម្លៃស្មើគ្នាប្រហែលជា20រៀលជាងដូចគ្នានឹងប៉ុន្តែលេមួយប្រភេទហ្នឹងគឺគេកັບសោខ្ញុំអត់ដឹងថាអាហ្នឹងមានអីកាត់ឡើងដែរពួកខ្ញុំបានសួរគេនេះយើងដើរតទៅវិញហើយពួកមិត្តភក្តិខ្ញុំអីហ្នឹងនៅគ្នាទិញឲ្យបានហើយក៏ត្រឡប់ទៅវិញទៅបន្ទាប់មកទៀតយើងក៏បានជិះឡានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល AI Microsoft នៅសហរដ្ឋអាមេរិកនៅប្រចាំទីក្រុង Pittsburgh នៅក្នុងរដ្ឋ Pennsylvania អានេះបានមកដល់ហើយគឺយើងបានរៀនពីមជ្ឈមណ្ឌលច្រើនទៀតចាំខ្ញុំដាក់នៅវីដេអូក្រោយថាពួកខ្ញុំបានធ្វើអីខ្លះនៅមជ្ឈមណ្ឌល Microsoft ហ្នឹងបាយ